បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ពីចម្ងាយបាទថ្ងៃនេះមកទីដែរពុកម៉ែបងប្អូនមកថតស្ពៃអមអ្នកជិតខាងដែលគាត់ដាំនៅក្បែរផ្ទះខ្ញុំជូនពុកម៉ែបងប្អូនទស្សនាបាទនេះគឺជាសកម្មភាពគាត់ដើរពេលថ្ងៃគាត់ដាក់ជីហើយក៏បាញ់ទឹកក៏ខ្ញុំសូមគាត់ថតសូមអនុញ្ញាតគាត់ថតនោះគាត់នៅចុងខាងលិចនោះបាទហើយខ្ញុំសូមថតគាត់ពីចម្ងាយតែអត់ហ៊ានថតគាត់ចិត្តទេដោយសារភាពឯកជនជូនគាត់បាទនេះគឺជារងបាទរងស្ពៃដើមខាត់ណាបាទការខាត់ណានេះគឺអ៊ំស្រីដែលគាត់នៅក្បែរផ្ទះគាត់ជាស្ត្រីមេម៉ាយគាត់អត់មានការងារអីទេគាត់មានតែការដាំបន្លែលក់បាទអាណិតគាត់ដែរគាត់ខ្លួនតែមួយតែគាត់មានបន្ទុកគាត់មានកូនអញ្ចឹងគាត់ត្រូវខំបាទព្រោះក៏អាយុច្រើនដែរបាទគាត់ក៏ខំដាំបន្លែដើម្បីយកទៅលក់នៅឯផ្សារបាទដើម្បីយកលុយមកទិញម្ហូបជូនកូនហូបឲ្យកូនគាត់នៅរៀនបាទមានកូនរៀននៅវិទ្យាល័យបាទចឹងការខំប្រឹងគាត់រងថ្ងៃខ្ញុំឃើញគាត់អាណិតគាត់ដែរប៉ុន្តែយើងអត់មានអីជាដុំកំពូនជូនគាត់ទេមានតែជួយទិញគាត់ខ្លះហើយខ្ញុំក៏ធ្លាប់បានទិញគាត់យកទៅកន្លែងអ្នកធ្វើការដែរមានន័យថាគាត់លក់1គីឡូតែ2500ទេតែខ្ញុំប្រាប់អ្នកនៅកន្លែងធ្វើការថាគាត់1គីឡូ3000ហើយគាត់ក៏ថ្លឹងឲ្យលើដែរឧទាហរណ៍1គីឡូអញ្ចឹងគីឡូ2 3ខាំអីចឹងណាបាទអញ្ចឹងអាណិតគាត់ក៏គិតឲ្យគាត់1គីឡូ3000ទៅឲ្យ5អ្នកធ្វើការ3អ្នកធ្វើការគាត់មានលទ្ធភាពទិញហើយខ្ញុំទុកចិត្តបន្លែគាត់ដោយសារតែបន្លែគាត់ដាក់តែជីអាចកោលាយជាមួយនឹងទឹកនោមអីទេបាទហើយគាត់ដាក់ជីអ៊ុយរ៉េតិចតួចដើម្បីបំពន់ឲ្យវាស្ទុះអញ្ចឹងណាបាទមិនថាគាត់ដាក់សោះទេជីគីមីគាត់ដាក់ដែរប៉ុន្តែគាត់ដាក់តិចតួចបាទគឺសុវត្ថិភាពបំផុតសម្រាប់បន្លែគាត់ហ្នឹងសូម្បីខ្ញុំក៏ហូបហើយឆ្ងាញ់ពេលខ្លះខ្ញុំអត់ចង់ឲ្យប្រពន្ធដាក់សាច់ផងពេលឆាពេលអីចឹងណាបាទព្រោះវាឆ្ងាញ់វាជាតិយើងហូបតែបន្លែទៅបាទបាទនិយាយលេងសើចអីទៅគឺមែនចង់ឲ្យតែដាក់តែបន្លែតែបើឆាអត់ដាក់សាច់មិនឆ្ងាញ់ទេបាទអញ្ចឹងបន្លែគាត់គឺសុវត្ថិភាពមែនពុកម៉ែបងប្អូនបាទខ្ញុំឲ្យតែគាត់ធ្វើបានខ្ញុំសប្បាយចិត្តដែរសប្បាយចិត្តជំនួសគាត់ឃើញគាត់បានលុយដើម្បីដោះស្រាយជីវភាពគាត់រងថ្ងៃហើយក៏សប្បាយចិត្តដែលគាត់មានដំណាំហើយយើងឃើញគាត់ដាំផ្ទាល់ដៃអញ្ចឹងយើងទិញគាត់ហូបបាទពេលខ្លះទិញគាត់អត់ចង់យកលុយទេណាប៉ុន្តែខ្ញុំមានអធិសាសមួយគឺដូចមុនហ្នឹងបាននិយាយហើយថាខ្ញុំទិញទៅឲ្យអ្នកធ្វើការអញ្ចឹងគាត់ច្រកបន្ថំគីឡូហើយនៅក្នុងនោះមានរបស់ខ្ញុំដែរអញ្ចឹងណាបាទឧទាហរណ៍ថាខ្ញុំទិញ5គីឡូអញ្ចឹងនៅក្នុងនោះមានរបស់ខ្ញុំគីឡូអញ្ចឹងមកថំគីឡូខ្ញុំយកឲ្យអ្នកកន្លែងធ្វើការអីចឹងណាបាទមើលតំណាំគាត់ល្អណាស់បាទមើលតែខ្ទឹមទៅបាទនៅក្នុងនោះមានតំណាំច្រើនបាទមិនមែនមានតែស្ពៃទេគឺគាត់ដាំទិញដើម្បីយកទៅឲ្យម៉ួយនៅផ្សារណាបើគាត់លក់ផ្សារក្បែរផ្ទះនៅជិតផ្ទះដែរទេហើយចំហែផែពី1គីឡូដីពីផ្ទះបាទចឹងគាត់យកទៅឲ្យគេពេលព្រឹកអីចឹងទៅគាត់កាត់ពីល្ងាចឬក៏គាត់ងើបកាត់ពីព្រឹកព្រលឹមចឹងណាបាទបើខ្ញុំឃើញម៉ោង4អីឧស្សាហ៍ឃើញគាត់ផ្លូវ7គាត់ធ្លោនៅកន្លែងតំណាំអញ្ចឹងមានចាស់គាត់ងើបលឿនគាត់កាត់ឲ្យគេពីព្រឹកព្រលឹមអញ្ចឹងណាបាទបើតំណាំគាត់កាត់ពីព្រលឹមគឺល្អជាងបាទមើលតែដើមខ្ទឹមគាត់ទៅគឺថ្លោះល្អណាស់បាទគឺគាត់ដាក់តាជីអាយគោដាក់តាជីគាត់ឆ្នៃយកអាយគោត្រាំជាមួយនឹងស្លឹកវាហ្នឹងស្លឹកដោយស្លឹកដើមការខាត់ណាណាបាទគាត់ដាក់ត្រាំទៅដើម្បីយកជីស្រោចហើយអានេះគាត់ដាំស្ពៃកញ្ញាញ់ដែរបាទនេះគេនេះឃើញមានម៉ួយគាត់មកកាត់ទេបាទនេះស្ពៃកញ្ញាញ់នេះគឺគាត់ដាំលក្ខណៈព្រោះដូចសាបចឹងបាទពេលដល់នេះគាត់ខ្ជិលដកទៅដល់កាសទៅវាអត់សៅស្ទោះប៉ុន្តែប៉ុណ្ណឹងគឺអាចហូបបានបាទមើលតំណាំគាត់ច្រើនបាទសូមបញ្ជាក់ដីនេះមិនមែនដីគាត់ទេណាបាទដីនេះដីគាត់សុំគេដាំទេបាទដីដែលគាត់នៅក្បែរហ្នឹងដីគេអ្នកមានអញ្ចឹងគេអត់ធ្វើអីអញ្ចឹងក៏គាត់សុំគេដាំទៅទេឃើញគាត់អាណិតគាត់ក៏ឲ្យគាត់ដាំអញ្ចឹងណាបាទគាត់ដាំខែប្រាំងដើម្បីបានបន្លែយកទៅលក់បានលុយចាយអញ្ចឹងណាបាទគាត់ដាំរងថ្ងៃអញ្ចឹងគឺបានចំណូលតក់ពុកម៉ែបងប្អូនណាបានចំណូល4-50000អញ្ចឹងណាតាមអានេះតាមការខ្ញុំស៊ូគាត់អញ្ចឹងណាព្រោះគាត់មិនកាត់តែខាត់ណាមួយមុខទេបាទនេះមានតាមស្ពៃបាទស្ពៃកញ្ញាញ់ហើយស្ពៃកញ្ញាញ់នេះគឺអ៊ំស្រីគាត់មកកាត់ផ្
ផ្ទាល់ហ្មងគាត់លក់នៅផ្សារបាទចឹងពេលដល់គាត់ទៅនេះក៏គាត់មកជួយកាត់អ៊ំស្រីដែលនៅអ្នកដាំចឹងណាបាទចឹងដំណាំគាត់គឺសុវត្ថិភាពណាពុកម៉ែបងប្អូនហូបទៅគឺល្អបាទនេះគឺជាសកម្មភាពគាត់ចាប់ដាំបណ្ដើទៀតបាទគាត់ដាំបណ្ដើគាត់ដកអាចាស់បណ្ដើអញ្ចឹងណាបាទពេលគាត់ធ្វើការដាំបណ្ដើអញ្ចឹងទៅគាត់នឹងបានចំណូលវិលជុំរាល់ល្ងាចរាល់ថ្ងៃអញ្ចឹងណាបាទអញ្ចឹងនិយាយឡើងគាត់ចាប់ដើមធ្វើការដាំកូនហ្នឹងមើលគាត់ដាំស្អាតបាទគាត់ដាំនៅស្មារេញអានេះមានន័យថាគាត់សាបគាត់យកមកស្ទុងណាពុកម៉ែបងប្អូនហើយគាត់ត្រឹមស្ទុងថ្មីអញ្ចឹងគាត់ដាក់សំណាញ់ពីលើដាក់ស្បៃពីលើកុំឲ្យវាក្តៅខ្លាំងកូនស្បៃកាលណាដែលវាត្រូវក្តៅខ្លាំងវាសម្ពូនហើយនេះមើលជីគាត់មិនអាចគោមានអីចឹងណាបាទអញ្ចឹងសកម្មភាពគាត់មានតែប៉ុណ្្នឹងបាទអញ្ចឹងចង់បញ្ចប់នៅវីដេអូដែលខ្ញុំថតសកម្មភាពធ្វើការរងថ្ងៃមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ទីបញ្ចប់អរគុណជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយសុខភាពល្អអាយុវែងយឺនយូរអរគុណជម្រាបលា